សម្រាប់ពូជស្មៅដែលធន់ជាមួយនឹងកម្ដៅក៏ដូចជាធន់ជាមួយនឹងទឹកនៅរដូវវស្សាមានតែប្រភេទ Passpalo Matra តាមនេះទេបងប្អូនណា Passpalo Matra តាមនេះទោះជាភ្លើងឆាយយ៉ាងណាក៏វាអត់ខូចអត់រលួយដែរបងប្អូនដូចឃើញនៅក្នុងវីដេអូនេះអញ្ចឹងនេះគឺស្មៅនៅក្នុងចំការរបស់ខ្ញុំផ្ទាល់ខ្លួននេះបងប្អូនមើលតែដើមស្វាយនៅខាងក្រោយដឹងហើយគឺភ្លើងឆាយនៅក្នុងខែប្រាំងនេះមានន័យថានៅក្នុងខែ4គឺឆាយខ្លោចទាំងអស់តែម្ដងមិនត្រឹមតែខ្លោចស្មៅចំណីសត្វទេដើមស្វាយគឺខ្លោចទាំងអស់តែម្ដងប៉ុន្តែបន្ទាប់ពីរយៈពេលកន្លះខែគឺស្មៅ Passpalo Matra តាមនេះគឺដោះឡើងវិញទាំងអស់ហើយខៀវស្ងាត់បងប្អូនឃើញមានស្នាមខ្លោចទេក៏ដូចជាមានផេះនៅជុំវិញឃើញទេដោយសារនេះគឺជាការឆេះមួយដ៏ខ្លាំងណាប៉ុន្តែអត្រាតាមនៅតែធន់បងប្អូននៅតែធន់ជាមួយនឹងកម្ដៅហើយដែលចូលដល់ខែវស្សាវិញដូចជារដូវដែលមានភ្លៀងធ្លាក់ខែវស្សាគឺទឹកចម្រៅកន្លះម៉ែត្របងប្អូនកន្លែងហ្នឹងប៉ុន្តែអត់ងាប់ទេបងប្អូនអត់ងាប់ទេទឹកចម្រៅកន្លះម៉ែត្រប៉ុន្តែអត់ងាប់ទេដោយសារវាធន់ជាមួយនឹងទឹកហើយនឹងកម្ដៅកុំឲ្យតែលេចចង់បានហើយនៅខែវស្សារដូវវស្សានេះបើសិនជាយើងច្រូតហើយកម្ពស់នៃការច្រូតរបស់យើងហ្នឹងគឺទេពជាងទឹកវារលួយហើយតែបើសិនជាយើងច្រូតឧទាហរណ៍ថាទឹក2ទឹកយើងច្រូតទុកកម្ពស់3ទឹកទៅមានន័យថាយើងទុកឲ្យវាឡើងនៅខ្ពស់ជាងចម្រៅទឹកបន្តិចគឺអត់ចេះងាប់ទេបងប្អូន5 6 7ឆ្នាំស្មើនេះគឺអត់ងាប់ទេអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការនៅពូជស្មើនេះសូមទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ099 858 325និង099 3585 35សូមអរគុណ